កញ្ញាគ្រឿងមីអាយុ22ឆ្នាំត្រូវបានបាត់បង់ជីវិតភ្លាមនៅក្នុងផ្សារអ៊ីអនមួយកញ្ញាក៏បានទទួលការបញ្ជាពី manager នៃហាងឲ្យចូលទៅយកលុយដែលលក់បាននឹងយកទៅដាក់នៅក្នុងទូសុវត្ថិភាពណានៅពេលដែលគាត់ត្រឡប់ចូលទៅក្នុងហាងភ្លាមហ្នឹងក៏មានការផ្ទុះផ្សារនឹងគឺដោយសារតែហ្គាសប្រភេទគេហៅថា LP gas ហ្នឹងបានផ្ទុះធ្វើឲ្យកញ្ញាជាមួយនឹងមិត្តរួមការងារម្នាក់ទៀតបានស្លាប់នៅក្នុងពេលតែមួយនឹងហើយនៅក្នុង EON នេះផ្ទាល់គឺមានមនុស្សស្លាប់អស់ដល់ទៅ7នាក់បន្ទាប់ពីមានគ្រោះរំជួយដីកម្រិត 7.1 កើតឡើងនៅក្នុងខេត្តខឺម៉ាម៉ូតូនៃប្រទេសជប៉ុនប៉ុន្តែករណីកញ្ញាឃឺរមីនេះគឺល្បីជាងគេនៅក្នុងប្រទេសជប៉ុនល្បីខ្លាំងមែនទែនតែម្ដងគឺដោយហេតុថាគាត់បានចេញទៅខាងក្រៅផ្សារហើយបន្ទាប់ពីមានរំជួយដីនឹងប៉ុន្តែអ្នកទទួលខុសត្រូវឬក៏ manager របស់ផ្សារនឹងបានបញ្ជាគឺមូលហេតុនឹងដោយសារតែយកលុយដែលលក់បាននឹងឲ្យទុកទៅក្នុង Kinko ឬក៏គេហៅថាទូសុវត្ថិភាពរបស់គេណាប៉ុន្តែជាអកុសលកញ្ញាក៏ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមបន្ទាប់ពីមានការផ្ទុះហ្គាសធ្វើឲ្យស្លាប់ដោយដែលបងប្អូនទាំងគ្នាបានឃើញនៅក្នុងវីដេអូមួយនេះអញ្ចឹងរឿងនេះវាពិតជាល្បីខ្លាំងមែនទែនគេខមមិនច្រើនថាហេតុអីបានជា manager របស់ហាងនឹងអត់ទុកជីវិតមនុស្សឲ្យមានតម្លៃជាងលុយប៉ុណ្ណឹងឬក៏ហេតុអីបានជាមានការបញ្ជាទាំងដឹងថាបន្ទាប់ពីមានគ្រោះរំជួយដីហើយផ្សារនោះត្រូវបានបាក់បែកខ្លះហើយហើយនៅតែបញ្ជាឲ្យមនុស្សចូលទៅយកលុយទាំងគិតថាទាំងដឹងថាអាចនឹងមានគ្រោះថ្នាក់វាជារឿងដែលអកុសលមែនទែនដែល manager មួយរូបនេះសម្រាប់ចិត្តបែបនេះហើយបើយើងត្រឡប់ទៅមើលច្បាប់របស់ផ្សារ EON ណាតាមពិតទៅគេទាល់តែទទួលបញ្ជាបានន័យថាមិនមែនគ្រាន់តែ manager របស់ផ្សារ Habitat ដែលជាផ្សារមួយជួរកន្លែងលក់របស់ EON ទេបានន័យថាទាល់តែ manager ឬក៏អ្នកទទួលខុសត្រូវធំរបស់ផ្សារទាំងមូលតែម្ដងអនុញ្ញាតឲ្យចូលបានឲ្យបុគ្គលិកចូលទៅបានបន្ទាប់ពីមានគ្រោះរំជួយដីឬក៏គ្រោះធម្មជាតិនានាណាប៉ុន្តែនៅក្នុងករណីនេះមិនទាន់មានការអនុញ្ញាតឲ្យចូលទេប៉ុន្តែ manager របស់ផ្សារតូចបានន័យថារបស់ហាងនៅក្នុង EON ហ្នឹងបានបញ្ជាឲ្យកញ្ញាឃឺរមីចូលក៏បានធ្វើឲ្យគាត់ស្លាប់បែបនេះហើយរឿងនេះមិនទាន់ដោះស្រាយបានដាច់ស្រឡះទេកំពុងតែនៅក្រោមការស៊ើបអង្កេតកំពុងតែស្ថិតនៅក្នុងការស្រាវជ្រាវប៉ុន្តែនឹងមានដំណោះស្រាយមួយដែលល្អដោយសារតែផ្សារក៏ទទួលខុសត្រូវក៏ដូចជាសូមអភ័យទោសទៅកាន់គ្រួសារនៃសពប៉ុន្តែការបាត់បង់ជីវិតរបស់មនុស្សម្នាក់វាមិនអាចគ្រាន់តែជាការសូមអភ័យទោសហើយវាចប់រឿងនោះទេអានេះវាពាក់ព័ន្ធជាមួយនឹងជីវិតមនុស្សហើយបានជាការគ្រប់គ្រងរបស់ផ្សារលោកខោអាវឈ្មោះ Habitat ហ្នឹងមានកម្រិតមិនទាន់ចូលស្តង់ដារឬក៏ហេតុបានការសម្រេចចិត្តពេលហ្នឹងបែរជាធ្វើឲ្យមនុស្សស្លាប់អញ្ចឹងទៅវាជាព័ត៌មានមួយដែលល្បីខ្លាំងមែនទែននៅក្នុងប្រទេសជប៉ុនហើយមិនមែនមានតែកញ្ញាឃឺរមីមួយទេដែលបានស្លាប់នៅក្នុងគ្រោះរំជួយដីកាលពីខែ7ខែមុនណាគឺមានមនុស្សស្លាប់ទាំងអស់ដល់ទៅ39នាក់មានអ្នកបាត់បង់ជីវិតដោយសារតែគ្រោះរំជួយដីនេះហើយអ្នកដែលគាត់រងរបួសគឺមានច្រើនរយនាក់ហើយអ្នកបាត់បង់ផ្ទះអ្នកបាត់បង់របស់ទ្រព្យគឺមានច្រើនទៀតអញ្ចឹងពាក់ព័ន្ធជាមួយនឹងគ្រោះរំជួយដីកម្រិត 7.1 នេះគឺវាពិតជាគ្រោះរំជួយដីមួយដែលធំដែលបានបង្កឲ្យមនុស្សជាច្រើនអ្នកស្លាប់ក៏ដូចជាផ្ទះសម្បែងក៏ដូចជារបស់ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំហ្នឹងគឺត្រូវបានខូចខាតហើយប្រទេសជប៉ុនពិតជាបានយកចិត្តទុកដាក់ជាមួយនឹងករណីនេះមែនទែនទោះបីជាមានការខូចស្ពានក៏ដូចជាដាច់ថ្នល់ឬក៏ខូចផ្ទះក៏រដ្ឋាភិបាលគេក៏រកកន្លែងបណ្ដោះអាសន្នឲ្យប្រជាពលរដ្ឋរបស់គេស្នាក់នៅបានអញ្ចឹងណាខ្ញុំពិតជាចូលរួមសោកស្ដាយមែនទែនខ្ញុំជាអ្នករស់នៅក្នុងប្រទេសជប៉ុនម្នាក់ដែរប៉ុន្តែអត់ដឹងថាធ្វើម៉េចទេអានេះវាជាគ្រោះធម្មជាតិហើយក៏វាមិនមែនកើតនៅតំបន់ខ្ញុំទោះបីជាមិនមែនកើតនៅតំបន់ខ្ញុំក៏ដោយប៉ុន្តែវានៅក្នុងប្រទេសជប៉ុនតែមួយដូចគ្នាហើយព័ត៌មានទាំងអស់នេះវាពិតជាល្បីខ្ទោះខ្ទាននៅក្នុងប្រទេសជប៉ុនក៏ដូចជាសារព័ត៌មានអន្តរជាតិជាដើមអញ្ចឹងគ្រោះរំជួយដីនេះវាពិតជាពិបាកដឹងមុននៅពេលដែលយើងឮថា Jishin Des នៅក្នុងទូរស័ព្ទរបស់យើងហ្នឹងគឺគេមានរោអូតូម៉ាទិកណានៅពេលដែលយើងឮព័ត៌មានឮការ alert មួយហ្នឹងគឺយើងត្រូវតែរត់ចេញពីអគារខ្ពស់ក៏ដូចជារត់ចេញពីកន្លែងដែលអាចនឹងគ្រោះថ្នាក់ដោយសារនៅពេលដែលមាន alert មួយហ្នឹងមកគឺអត់យូរទេតែ 2-3 វិនាទីឬក៏5វិនាទីយ៉ាងយូរ10វិនាទីក្រោយនោះគឺមានហើយឬក៏គ្រាន់តែ alert ភ្លាមតែម្ដងគឺមានរំជួយដីនឹងមកភ្លាមតែម្ដងអញ្ចឹងប្រព័ន្ធទូរស័ព្ទនេះវាសំខាន់ដែរនៅពេលដែលយើង
យើងលឺយើងកុំគិតថាអត់អីវាអាចនឹងអត់អីតែមួយផ្លេតមួយព្រឹបហ្នឹងប៉ុន្តែ2 3វិនាទីក្រោយវាអាចនឹងមានគ្រោះធំអញ្ចឹងណាអញ្ចឹងអ្នកដែលនៅជប៉ុនគ្រប់គ្នាយើងត្រូវតែប្រយ័ត្នប្រយែងចំពោះចំណុចនេះនៅពេលដែលទូរស័ព្ទ load alert មកថា Jishing Des ហ្នឹងម្នាក់ត្រូវតែរត់ចេញក្រៅគេណាដៃខ្ពស់ដែលយើងមើលទៅវាអាចនឹងមានគ្រោះថ្នាក់ណាហើយចំពោះរឿងកញ្ញាគ្រឿងមីគឺមានប៉ុណ្ណឹងគេកំពុងតែស្រាវជ្រាវរហូតដល់គិតថាសំណងសមប៉ុណ្ណាហើយគេរត់បន្តឹងទៅលើច្បាប់ទាំងអស់នេះបន្ថែមទៀតនៅពេលដែលមានគ្រោះធម្មជាតិណាមួយគេអាចប្រើច្បាប់ហ្នឹងកុំឲ្យករណីដូចរបស់កញ្ញាគ្រឿងមីហ្នឹងកើតឡើងលើកក្រោយទៀតអញ្ចឹងណាហើយសូមបងប្អូនទាំងគ្នាការពារសុវត្ថិភាពទាំងអស់គ្នាអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយទៀត